ជំរាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានេះជារបៀបប្រើសកម្មភាពបង្កើតពាក្យតាមរូបភាពដែលមាននៅក្នុងភាសាខ្មែរថ្នាក់ទី1 1. ជ្រើសរើសមេរៀនដែលត្រូវរៀនឧទាហរណ៍ខ្ញុំជ្រើសរើសមេរៀនទី7 2. បន្ទាប់មកជ្រើសរើសសកម្មភាពទី6បង្កើតពាក្យតាមរូបភាព 3. ស្ដាប់ការណែនាំជាភាសាខ្មែរសូមចុចលើប៊ូតុងសំឡេងចូលបង្កើតពាក្យតាមរូបភាព 4. ស្ដាប់ការណែនាំជាភាសាអង់គ្លេសសូមចុចលើប៊ូតុងរូបទង់ជាតិអង់គ្លេស Write the word that describes the picture. 5. មានរូបភាពសម្រាប់បង្ហាញពីសកម្មភាពឬទង្វើដើម្បីយកមកបង្កើតពាក្យព្យញ្ជនៈនិងស្រៈនេះសិស្សត្រូវផ្គុំគ្នាដើម្បីបង្កើតបានជាពាក្យមួយដែលមានទំនាក់ទំនងជាមួយនឹងរូបភាពក្នុងមួយប៊ូតុងសិស្សអាចចុចបានច្រើនដង 6. ពេលសិស្សចង់លុបស្រៈឬព្យញ្ជនៈសូមចុចប៊ូតុងលុប 7. ពេលបង្កើតពាក្យរួចរាល់សូមចុចលើប៊ូតុងយល់ព្រមដើម្បីទៅកាន់រូបភាពបន្ទាប់សូមអរគុណ